សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនៅក្នុងឃ្លាំងនៅហ្វាមរបស់ពួកខ្ញុំនេះជាឃ្លាំងស្តុកតំណែងស្តុកកសិផលរបស់ពួកខ្ញុំតោះតិចខ្ញុំនាំទៅមើលគេយកអីវ៉ាន់មកស្តុកហើយនេះចេកដែលកាត់ដាក់ប្រអប់ពួកខ្ញុំទុំកាត់ហើយអាផ្កាឈូកនោះអានោះពោតនិយាយទៅពោតគេមានដាក់ប្រអប់ផងហើយនឹងដាក់អាប្រអប់ជួរចេះប្រអប់ក្តៅប្រអប់ជួរនេះកសិផលអានេះផ្លែផាសិនពោតអានេះដាក់កេះជួរអានោះដាក់ប្រអប់ជួរសំទោសអានេះប្រអប់ក្តៅនេះទៀតតែកសិផលកន្លែងនោះកន្លែងបត់ប្រអប់នេះតឡើងអាប្រអប់នេះគេតឡើងនៅកន្លែងនោះនេះខ្ទឹមក្រហមហើយដូចជាបន្ទប់ទាំងអស់នេះគឺជាបន្ទប់បន្ទុំចេកនេះគឺនៅក្នុងហ្វាមដែលខ្ញុំធ្វើការនេះវាមានសរុបទាំងអស់13មួយជួរនេះហើយទៅនោះទៀតអានោះ10ហើយអានេះ3បន្ទប់សម្រាប់តែបន្ទុំចេកទេនេះក្តារខៀននេះសម្រាប់deadline របស់គេក្នុងការបន្ទុំចេកណាថ្ងៃដាក់ចេកចូលបន្ទុំហើយនឹងថ្ងៃដកចេញវិញតាមលេខសម្គាល់មួយដូចបន្ទប់នេះបន្ទប់លេខ3បន្ទប់នេះបន្ទប់លេខ4ហើយអានេះជាក្បាលវ៉ាល់គេបញ្ចូលethylene gas ethylene gas ដែលជាសមាសធាតុគីមីម្យ៉ាងដែលវាជំរុញដល់ការទុំរបស់ចេកណានេះគឺពួរចឹងឯងដល់ពេលយកចេញពីបន្ទប់ថ្ងៃនេះខាងចេកគេអត់កាត់កន្លែងនោះគេអត់កាត់កន្លែងនេះកន្លែងកាត់ចេកតោះទៅមើលទៀតនាំទៅមើលភាសាថ្ងៃនេះឃើញស្រឡះអញ្ចឹងយើងដើរណានេះឡាញកាត់ចេកនិយាយទៅគេចេកក្នុងមួយត្រាក់អញ្ចឹងគេថយយកមកគេកាត់កន្លែងនេះគេបញ្ចូលទឹកឲ្យពេញពេញនឹងមកវា2អាងនេះអញ្ចឹងគេនេះចូលហើយគេលាងសម្អាតហើយដាក់លើនេះទៅអ្នកវិកช็อปគេនៅក្រោយមានតែប៉ុណ្្នឹងឯងនិយាយទៅកន្លែងនោះគេពុំធ្វើការខ្លាចទៅមិនខានគេបើជ្រុលចូលមកយើងគួរទៅមើលឃើញណាទៅអត់កន្លែងនេះយើងតឡើងពួកអាកេះប្រអប់នេះហើយកេះកដាស់នេះហើយគេស្តុកទុកនៅហ្នឹងណោះគេប្រើម៉ាស៊ីននិយាយទៅប្រើមនុស្សម្នាក់ក្នុងការលើកស្មាននេះកាវេអូថៃដល់ពេលអញ្ចឹងអាចថតបានគឺស្មានតែពូអារ៉ាប់ឬក៏អីចឹងណាអ៊ីស្រាអែលចឹងអត់ហ៊ានមកដែរเหนื่อยพี่នេះមកទៀតឡើងហនพี่តឡើងម៉ាស៊ីនបើអាកេះមួយទៀតគឺតឡើងនៅដៃមនុស្សអានោះខ្ញុំធ្លាប់តឡើងនេះម៉ាស៊ីនមួយទៀតចឹងមាន2ម៉ាស៊ីនអានេះជាមានកន្លែងគេ control maybe không bay cao rồi bay đi នេះទិដ្ឋភាពមួយចំនួននៅក្នុងឃ្លាំងរបស់ពួកខ្ញុំនេះគឺសីតុណ្ហភាព
6.7 អង្សាបន្ទប់នេះពេលខ្លះគេប្រើសម្រាប់បន្ទុំហើយពេលខ្លះទៀតគេប្រើសម្រាប់ស្តុកទុកកសិផលណាវាជាចេកនិយាយទៅភាគច្រើនចេកគឺគេទុកនៅនេះតែពោតហើយនឹងផាសិនគេមានឃ្លាំងនេះទៀតឃ្លាំងនៅក្នុងនេះអាបន្ទប់ត្រជាក់នេះកង្ហាលរបស់វានិយាយទៅគេទុកនៅនេះ3បន្ទប់នេះក៏ដឹកកសិផលទៅទៀតហើយមេនៅនេះជិះឡានទាំងអស់ចាប់ពីតំណែងក្រៅ manager មួយថ្នាក់ជិះឡាននេះអានេះបន្ទប់ស្តុកមាន3បន្ទប់នេះបន្ទប់លេខ3បន្ទប់លេខ2បន្ទប់លេខ1គេកំពុងធ្វើការអូខេវីដេអូរបស់ខ្ញុំសូមបញ្ចប់ត្រឹមនេះអរគុណសម្រាប់ការចូលទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលា